បើសិនជាបងប្អូនចង់ផ្លាស់ប្ដូរជីវិតពិតប្រាកដបងប្អូនត្រូវតែបញ្ចូលនូវប្រូក្រាមថ្មីដើម្បីឲ្យបងប្អូនកាន់តែច្បាស់តើបងប្អូនទាំងអស់គ្នាទៅតាមដានជាមួយនឹងបុស្បាវគ្គទី6ដែលសម្រាប់ពីវីដេអូ The Secret ដោយលោកគ្រូតុនសុបិនដកខ្លួនឯងនឹងចេញពីស្ថានភាពបច្ចុប្បន្នដោយខ្លួនឯងនឹងបានរៀបចំដំណើរជីវិតឲ្យខ្លួនឯងនឹងនៅពេលថ្ងៃអនាគតទៀតតាមរយៈនៃការគិតអំពីបញ្ហាទាក់ទងជាមួយនឹងរឿងរ៉ាវកាលពីបច្ចុប្បន្ននេះនៅពេលដែលអ្នកមានអារម្មណ៍បាទមួម៉ៅជាមួយនឹងអ្វីដែលអ្នកបានជួបនៅក្នុងពេលបច្ចុប្បន្ននេះគឺប្រៀបបានដូចជាអ្នកនឹងកំពុងតែរៀបចំផ្លូវឲ្យខ្លួនឯងនឹងដើរគឺនៅពេលអនាគតអញ្ចឹងដែរគាត់ចង់និយាយអញ្ចឹងណាយើងសង្កេតមើលយើងធ្លាប់ឆ្លងកាត់បែបនេះទេយើងត្រូវរំជួបបាយចូលឲ្យដល់ថាវាជាអ្វីតាមរយៈផ្សេងគ្នាមនុស្សភាគច្រើនសម្លឹងមើលកិច្ចការបច្ចុប្បន្នរបស់ខ្លួនហើយនិយាយថាខ្ញុំគឺបែបនឹងឯងវាមិនមែនលោកអ្នកបែបនឹងទេប៉ុន្តែលោកអ្នកស្ថិតនៅបែបនឹងអ្នកដឹងទេអ្នកសម្លឹងបាទកន្លែងនេះគាត់បាននិយាយថាជាទូទៅមនុស្សតែងតំណភ្នែកនិយាយថាជីវិតរបស់ខ្ញុំគឺតែប៉ុណ្្នឹងឯងបើទោះបីជាខំផ្លាស់ប្ដូរកែប្រែយ៉ាងម៉េចទៀតក៏នៅតែប៉ុណ្្នឹងឯងអញ្ចឹងប្រៀបបានដូចជាយើងនឹងដាក់ទ្រង់ឲ្យខ្លួនឯងបាទស្ថិតនៅក្នុងស្ថានភាពដដែលបាទរាប់ថ្ងៃរាប់ឆ្នាំរាប់ខែឬក៏ស្ទើរតែមួយជីវិតក៏មានដែរម្លឹងមើលកិច្ចការនៅពេលបច្ចុប្បន្នអាចនិយាយថាជាឧទាហរណ៍លោកអ្នកអត់មានប្រាក់ច្រើននៅក្នុងកងធនាគារឬក៏អត់មានតំណែងតំណងដែលអាចចង់បានឬក៏សុខភាពឬក៏ភាពសមរម្យអ្វីមួយមិនមែនជារបស់លោកអ្នកប៉ុន្តែវាគឺជាលទ្ធផលចេញមកពីគំនិតអតីតកាលនិងសកម្មភាពតែប៉ុណ្ណោះដូច្នេះត្រូវតែរស់បែបនេះបើសិនជាលោកអ្នកមានបំណងទៅតាមគំនិតធម្មតាដែលយើងអាចទទួលបានពីអតីតកាលហើយបើយើងសម្លឹងកិច្ចការបច្ចុប្បន្នរបស់ខ្លួននោះយើងនឹងអាចកំណត់ខ្លួនឯងបានរួចហើយយើងនឹងចាប់ផ្ដើមសង្កេតថាគ្មានអ្វីដូចគ្នាទេនៅថ្ងៃអនាគតនោះបាទហើយខ្ញុំសូមបន្ថែមអត្ថន័យកន្លែងនេះគាត់ចង់ប្រាប់ថារាល់លទ្ធផលទាំងឡាយដែលអ្នកបានជួបនៅថ្ងៃនេះវាគ្រាន់តែជាអ្វីដែលអ្នកបានគិតអ្វីដែលជាបទពិសោធន៍ដែលបានសេសសល់កាលពីអតីតកាលតែប៉ុណ្ណោះអញ្ចឹងបើសិនជាអ្នកចង់ផ្លាស់ប្ដូរខ្សែជីវិតរបស់អ្នកឲ្យវាផ្សេងពីនឹងសូមអ្នកចាប់ផ្ដើមបញ្ចូលប្រព័ន្ធប្រូក្រាមថ្មីតាមរយៈបាទកន្លឹះដែលខ្ញុំបានបង្ហាញជាបន្តបន្ទាប់បាទតាមរយៈវគ្គទី1វគ្គទី2វគ្គទី3ហ្នឹងយើងខ្លែងបន្លំទៅតងជាមួយនឹងអារម្មណ៍ផងយើងយ៉ាងណាដើម្បីឲ្យយើងនឹងមានអារម្មណ៍ល្អជាមួយនឹងស្ថានភាពថ្មីរឿងរ៉ាវថ្មីបាទបើទោះបីជារឿងពិតយើងជាប់នៅកន្លែងហ្នឹងក៏ដោយយើងទៅដឹងថាអាហ្នឹងគឺជាលទ្ធផលដែលយើងសេសសល់កាលពីអតីតកាលតែប៉ុណ្ណោះនេះវាគ្រាន់តែជាការស្ដែងចេញអំពីគំនិតដែលអ្នកបានគិតកាលពីអតីតកាលទេអញ្ចឹងបើសិនជាអ្នកចង់បង្កើតរូបភាពខ្សែជីវិតថ្មីសូមអ្នកចាប់ផ្ដើមពីការបញ្ចូលអារម្មណ៍ទៅកាន់ពិភពថ្មីមួយទៀតបាទគឺពិភពដែលអ្នកចង់បាននឹងឯងអូខេតើពេលនេះលោកអ្នកគួរធ្វើយ៉ាងម៉េចដើម្បីផ្លាស់ប្ដូរជីវិតរបស់លោកអ្នកខ្ញុំសូមប្រាប់ទៅចុះខ្ញុំមាន2ឬក៏3ចំណុចចាប់ផ្ដើមបង្កើតបញ្ជីនៃការដឹងគុណចាប់ផ្ដើមបែបនេះដោយសារតែធម៌ពលរបស់លោកអ្នកវាចាប់ផ្ដើមបដូរគំនិតរបស់យើងមុនពេលយើងធ្វើលំហាត់ប្រាណលោកអ្នកប្រហែលជាចាប់អារម្មណ៍លើអ្វីដែលលោកអ្នកអត់មានឬមួយត្រូវដកទៅលើការត្អូញត្អែរបាទហើយកន្លែងនេះគឺជាវិធីសាស្ត្រដែលគាត់ប្រាប់ថាឥឡូវបើសិនជាអ្នកពិតជាពិបាកនៅក្នុងការចាក់ចេញអំពីស្ថានភាពបច្ចុប្បន្នដែលអ្នកកំពុងតែជួបនេះអញ្ចឹងគាត់មានវិធីសាស្ត្រមួយគឺវិធីសាស្ត្រនៃការដឹងគុណជាទូទៅមនុស្សតែងតែធ្វើការទោសមនាស់ធ្វើការមួម៉ៅជាមួយនឹងអ្វីដែលខ្លួនឯងមិនចង់បាននៅក្នុងពេលបច្ចុប្បន្នឧទាហរណ៍ថាខ្ញុំមានឡានកញ្ចាស់មួយខ្ញុំមានម៉ូតូកញ្ចាស់មួយខ្ញុំមានអ្វីមួយកញ្ចាស់ដែលមិនគួរនឹងត្រេកអរទេប៉ុន្តែគាត់ឲ្យយើងដូរអារម្មណ៍មកវិញដូរថាខ្ញុំសូមអរគុណបាទរបស់ទាំងអស់នេះបាទទោះបីជារបស់នឹងវាចាស់ក៏ដោយក៏យើងត្រូវតែមានសេចក្តីដឹងគុណទៅលើវត្ថុទាំងអស់នោះដែរបើសិនជាយើងគិតមើលទៅយើងត្រូវដឹងថាដែលយើងអាចរស់នៅបាននៅក្នុងពេលបច្ចុប្បន្នគឺរស់នៅជាមួយនឹងរបស់របរទាំងអស់នឹងឯងអញ្ចឹងរបស់របរទាំងអស់ហ្នឹងប្រៀបបានដូចជាអ្នកផ្ដល់កំណើតឲ្យយើងជាបន្តបន្ទាប់អញ្ចឹងយើងសម្លឹងមើលឲ្យឃើញកន្លែងហ្នឹងទៅអារម្មណ៍នៃការដឹងគុណបាទវត្ថុដែលយើងកំពុងតែមានហ្នឹងឲ្យយើងនឹងជួតជ្រាបបាទដើម្បីឲ្យយើងហ្នឹងមានសមត្ថភាពនៅក្នុងការអាចចេញពីកន្លែងហ្នឹងបានតែរបស់ខ្លួនឬក៏ប្រឈមមុខនឹងបញ្ហាអ្វីគ្រប់យ៉ាងពេលយើងធ្វើលំហាត់ប្រាណយើងធ្វើដំណើរទៅកាន់គោលដៅផ្សេងៗគ្នាលោកអ្នកនឹងចាប់ផ្ដើមថ្លែងអំណរគុណចំពោះអ្វីដែលលោកអ្នកគិតថាល្អការដឹងគុណគឺជាវិធីមួយនាំឲ្យជីវិតល្អប្រសើរបរិបទគ្រប់រូបសុទ្ធតែដឹងនៅពេលដែលប្រពន្ធរបស់ខ្លួនចាប់ផ្ដើមសរសើរសម្រាប់អ្វីបន្តិចបន្តួចដែលគាត់បានធ្វើតែគាត់ចង់ធ្វើអ្វីបន្ថែមទៀតតែតែមានការសរសើរចាប់ផ្ដើមពីអ្វីដែលមានការគ្រប់គ្រងខ្ញុំបាទអញ្ចឹងកន្លែងនេះគាត់បាននិយាយថាបើសិនជានារីគាត់បានដឹងអំពីអាចកំបាំងនឹងមានន័យថានៅពេលដែលប្តីគាត់ធ្វើរឿងរ៉ាវតូចសូម្បីតែជាការធ្វើរឿងរ៉ាវណាដែលមិនធ្វើឲ្យយើងរំភើបខ្លាំងអីក៏ដោយប៉ុន្តែយើងត្រូវដឹងគុណត្រូវអរគុណចំពោះស្វាមីព្រោះនៅពេលដែលយើងចាប់ផ្ដើមគ្រប់គ្រងជាមួយនឹងសកម្មភាពស្វាមីបែបហ្នឹងមានន័យថានឹងធ្វើឲ្យស្វាមីហ្នឹងគាត់ធ្វើឲ្យរឿងរ៉ាវទាំងឡាយណាដែលស្តៀងគ្នាដែលធ្វើឲ្យយើងនឹងរំភើបទទួលបានក្តីសុខហ្នឹងជាបន្តបន្ទាប់បាទនៅក្នុងវីដេអូក៏ចង់និយាយចឹង
ខ្ញុំបាននិយាយច្រើនឆ្នាំហើយមិនថាយើងគិតពីអ្វីអរគុណអ្វីគឺយើងត្រូវតែលើកឡើងពីព្រោះអារម្មណ៍បែបនេះលោកអ្នកត្រូវតែមានដឹងទេខ្ញុំក៏ដូចគ្នាដែរខ្ញុំមានលំហាត់ប្រាណមួយជារៀងរាល់ព្រឹកងើបឡើងនិយាយថាអរគុណបន្ទាប់មកខ្ញុំចាប់ផ្ដើមរត់តាមរយៈអ្វីដែលខ្ញុំចង់អរគុណខ្ញុំដោះធ្មេញធ្វើអ្វីដែលខ្ញុំគួរតែធ្វើនៅពេលព្រឹកខ្ញុំមិនសូវគិតពីអ្វីផ្សេងខ្ញុំគិតតែលើផ្លូវដែលខ្ញុំត្រូវធ្វើដំណើរក៏ប៉ុន្តែបាទកន្លែងនេះគាត់បាននិយាយថាគាត់មិនបានគិតអ្វីផ្សេងបាទមិនបានគិតអ្វីផ្សេងញ៉ៃញ៉ៃទេគាត់នៅកន្លែងណាគាត់គ្រាន់តែធ្វើការដឹងគុណកន្លែងហ្នឹងឧទាហរណ៍ថាសូម្បីតែគណៈពេលដែលគាត់ដោះធ្មេញក៏គាត់អរគុណគណៈពេលដែលគាត់ក្រោកពីគេងក៏គាត់ដឹងគុណអញ្ចឹងមានថាច្បាប់នៃការតាក់ទាញវាធ្វើការនៅក្នុងគណៈពេលបច្ចុប្បន្នជាអត្តភាពអញ្ចឹងបើសិនជាអ្នកបាទឆ្លើយតបជាមួយនឹងពេលបច្ចុប្បន្ននឹងបានល្អប៉ុណ្ណាតាមរយៈនៃការដឹងគុណដើម្បីបង្កើតអារម្មណ៍បាទឲ្យខ្លួនឯងនឹងកាន់តែប្រសើរឡើងបានខ្លាំងប៉ុណ្ណាអ្នកក៏នឹងទទួលបានច្បាប់មួយនេះបាទយ៉ាងមានប្រសិទ្ធភាពដើម្បីប្រើប្រាស់នៅក្នុងជីវិតបានប៉ុណ្ណឹងដែរប៉ុន្តែនៅត្រង់ចំណុចនេះខ្ញុំដូចជាមានអារម្មណ៍ថាអារម្មណ៍របស់ខ្ញុំនៅពេលនោះគឺចង់អរគុណនៅពេលដែលយើងចាប់ផ្ដើមមានអារម្មណ៍ខុសប្លែកពីអ្វីដែលយើងមាននោះយើងចង់តាក់ទាញបានអ្វីល្អៗជាច្រើនទៀតវត្ថុជាច្រើនដែលលោកអ្នកត្រូវអរគុណពីព្រោះបើយើងសម្លឹងមើលជំវិញបាទហើយកន្លែងនេះគឺពិសេសមែនទែនខ្ញុំក៏មិនដឹងថាធ្វើការពិពណ៌នាយ៉ាងម៉េចឲ្យលើសពីនឹងដែរព្រោះខ្ញុំមិនចង់ប្រើប្រាស់ពាក្យឲ្យលើសពីនឹងទេគេលោកបងប្អូនទាំងអស់គ្នានៅតែពិបាកយល់ដដែលកន្លែងហ្នឹងក៏ចង់និយាយថានៅពេលដែលបងប្អូនទាំងអស់គ្នាចាប់ផ្ដើមផ្លាស់ប្ដូរអារម្មណ៍តាមរយៈនៃការដឹងគុណស្អីក៏ដោយដែលយើងកំពុងតែមានបាទទោះបីជាវត្ថុហ្នឹងវាមិនគួរនឹងអរគុណក៏ដោយតែយើងត្រូវដឹងថានឹងក៏ជាចំណែកមួយនៃជីវិតផងយើងដែរនៅពេលដែលយើងចាប់ផ្ដើមដឹងគុណណានេះឯងគឺជារលក frequency គឺជា vibration ថ្មីដែលនឹងធ្វើឲ្យយើងនឹងមានសមត្ថភាពនៅក្នុងការអាចតាក់ទាញរឿងរ៉ាវហេតុការណ៍ព្រឹត្តិការណ៍ឬក៏ស័ក្តិសមភារៈផ្សេងជាច្រើនទៀតបាទដើម្បីឲ្យចូលមកកាន់ជីវិតផងយើងវិញហើយនិយាយថាមួយចុះឡាននេះគឺជាឡានដែលខ្ញុំមិនត្រូវការទេផ្ទះមានហើយខ្ញុំតែមិនពេញចិត្តខ្ញុំអត់មានសុខភាពល្អខ្ញុំអត់មានប្រពន្ធល្អដែលគួរឲ្យស្រឡាញ់ដូចគេដូច្នេះពួកយើងគួរតែនិយាយពាក្យទាំងអស់នេះទាំងនេះយើងប្រហែលជាប្រើកៅភ្នែកសម្លឹងមើលវាអាចជាខោរបស់យើងមិនឲ្យលោកអ្នកអាចពេញចិត្តនឹងអ្វីផ្សេងទៀតហើយមិនយូរទេលោកអ្នកនឹងទទួលបានខ្ញុំគិតថាគ្រប់គ្នាឆ្លងកាត់បាទកន្លែងនេះខ្ញុំសូមបន្ថែមបន្តិចទៀតនៅពេលដែលយើងធ្វើការប្រតិកម្មជាមួយនឹងបច្ចុប្បន្នដែលយើងកំពុងតែមានបាទយើងមកជាមួយនឹងអ្វីដែលយើងកំពុងតែមានគាត់បានបញ្ជាក់ថាប្រៀបបានដូចជាយើងនឹងកំពុងតែសាងផ្លូវឲ្យខ្លួនឯងនឹងដើរទៅលើផ្លូវដដែលចង់និយាយថាប្រៀបបានដូចជាយើងនឹងសាងខ្សែភាពយន្តឲ្យខ្លួនឯងនឹងបាទមានវគ្គបន្តទៀតដោយស្ថិតនៅក្នុងស្ថានភាពដដែលបាទគាត់ចង់និយាយចឹងហ៎កាត់ពេលវេលានៅពេលដែលគេនិយាយថានេះគឺជាការសម្រេចចិត្តអ្វីគ្មានប្រសិទ្ធភាពទេឬក៏អ្វីដែលមានលទ្ធផលអាក្រក់ហើយមានរឿងជាច្រើនដែលបានកើតឡើងនៅក្នុងគ្រួសាររបស់ខ្ញុំមានដុំថ្មមួយដុំថ្មនឹងហើយដែលខ្ញុំអង្គុយខ្ញុំកាន់ដុំថ្មនេះលោកអ្នកប្រហែលជាបានឃើញខ្ញុំកំពុងតែកាន់ខ្ញុំរើសដុំថ្មមួយដុំហើយខ្ញុំដាក់ដុំថ្មនៅក្នុងហោប៉ៅរបស់ខ្ញុំហើយខ្ញុំបាននិយាយថាលោកអ្នកដឹងទេគ្រប់ពេលដែលខ្ញុំប៉ះដុំថ្មខ្ញុំនឹងគិតដល់អ្វីដែលខ្ញុំត្រូវអរគុណបាទហើយកន្លែងឈុតឆាកនេះលោក Power គាត់បាននិយាយថាគាត់បាននិយាយថាខ្សែជីវិតផុនគាត់ហ្នឹងពីមុនក៏មិនខុសអំពីអ្វីដែលមនុស្សទូទៅគេធ្លាប់ជួបបាទគេធ្លាប់មានដែរអានេះបានថាខ្សែជីវិតផុនគាត់ហ្នឹងពិបាកជាងគេផងដោយឡែកនៅពេលថ្ងៃមួយគាត់គ្រាន់តែដឹងថាគាត់ត្រូវការកម្លាំងចិត្តអញ្ចឹងក៏គាត់យកដុំថ្មមួយបាទមកធ្វើជានិមិត្តរូបមួយថានៅពេលដែលគាត់ប៉ះដុំថ្មហ្នឹងគាត់នឹងទទួលបានកម្លាំងគាត់នឹងទទួលបានកម្លាំងចិត្តប្រៀបបានដូចជាអ្នកណាម្នាក់ចាំផ្ដល់កម្លាំងចិត្តឲ្យគាត់អញ្ចឹងណាអញ្ចឹងនៅពេលដែលគាត់ជួបបញ្ហាគាត់ជួបរឿងរ៉ាវណាមួយឬក៏ជួបស្ថានភាពដែលធ្វើឲ្យគាត់នឹងដោយការពីមុនបាទស្ថិតនៅក្នុងស្ថានភាពលំបាកដោយដែលគាត់បាននិយាយហ្នឹងគាត់តែងតែប៉ះដុំថ្មផងគាត់នៅពេលដែលគាត់ប៉ះដុំថ្មផងគាត់វាធ្វើឲ្យគាត់មានអារម្មណ៍ល្អនេះកន្លែងនេះឯងគឺជាបច្ចេកទេសនៅក្នុងការផ្លាស់ប្ដូរអារម្មណ៍បើសិនជាបងប្អូនទាំងអស់គ្នាយើងមិនជឿទៅលើដុំថ្មទេយើងអាចធ្វើអីក៏បានដែរដូចជាការដាំផ្កាដូចជាវត្ថុណាមួយដែលយើងគិតថានឹងជំនួយដល់ការផ្លាស់ប្ដូរអារម្មណ៍ផងយើងណាអញ្ចឹងយើងអាចធ្វើការជ្រើសរើសតាមបងប្អូនរៀងខ្លួនអញ្ចឹងទៅដូច្នេះជារៀងរាល់ព្រឹកពេលដែលខ្ញុំងើបឡើងនៅពេលព្រឹកខ្ញុំក៏ចាប់យកទុកនៅក្នុងហោប៉ៅរបស់ខ្ញុំហើយខ្ញុំពិចារណាអ្វីដែលខ្ញុំត្រូវអរគុណនៅពេលយប់នោះអ្នកត្រូវធ្វើយ៉ាងម៉េចរបស់ស្អីនោះខ្ញុំក៏បានប្រាប់គាត់ថារបស់នេះហៅថាថ្មមានគុណទេពីសប្តាហ៍ក្រោយបាទហើយកន្លែងនេះគាត់បានប្រាប់ថាថ្ងៃមួយស្រាប់តែមានមិត្តភ័ក្តិផងគាត់ហ្នឹងមកលេងហើយជួនអីគាត់ថ្មរបស់គាត់បាទនៅក្នុងកប៉ៅហ្នឹងក៏បានធ្លាក់ចុះហើយមិត្តភ័ក្តិផងគាត់ហ្នឹងក៏បានសួរថាតើអានេះគឺជាអ្វីហើយគាត់ហ្នឹងក៏បានប្រាប់ថាហ្នឹងគឺជាថ្មដឹងគុណពាក្យថ្មនៃការដឹងគុណហ្នឹងគឺជាការដាក់ឈ្មោះឲ្យទេបាទមានន័យថានៅពេលដែលគាត់ប៉ះថ្មហ្នឹងគាត់មានអារម្មណ៍ល្អអញ្ចឹងក៏គាត់បានដាក់ឈ្មោះថាហ្នឹងថ្មដឹងគុណដល់ពេលអញ្ចឹងមិត្តភ័ក្តិផងគាត់ហ្នឹងក៏មិនបានជាតអីដែរបាទហើយសាច់រឿងក៏យើងបានកាត់មកដល់ឡើយនេះខ្ញុំបានទទួលអ៊ីមែលរបស់គាត់ពីអាហ្វ្រិកខាងត្បូងគាត់និយាយថាកូនប្រុសរបស់គាត់បាត់បង់ជំងឺដោយសារតែជំងឺមួយយ៉ាងគឺជាប្រភេទជំងឺទឹកនោមផ្អែមជាជំងឺរលាកថ្លើមគាត់បាននិយាយថាអាចផ្ញើថ្មមានគុណនឹងឲ្យខ្ញុំបានទេបាទហើយជួនអីដោយសារតែកូនបរិសម្នាក់ដែលបានទៅលេងលោក Power ហ្នឹងគឺ
គាត់កើតជំងឺច្រើនមុខបាទដូចជាទឹកនោមផ្អែមអីចឹងហើយពេទ្យហ្នឹងក៏បានប្រាប់ថាកូនហ្នឹងគឺរស់មិនបានយូរទេដោយសារតែមានជំងឺច្រើនពេកហើយគាត់អស់វិធីសាស្ត្រនៅក្នុងការព្យាបាលគាត់ក៏បានផ្ញើ message ទៅកាន់មិត្តភក្តិរបស់គាត់ហើយប្រាប់ថាអ្នកឯងជួយផ្ញើទៅតូនជាមួយនឹងអាថ្មដឹងគុណហ្នឹងមកឲ្យខ្ញុំផងបាទហើយមិនដឹងថាគាត់យកធ្វើអីទេគេលោកគាត់យកទៅលក្ខណៈនៅក្នុងការប៉ះដូចជាបរិះមែនហ្នឹងក៏មិនដឹងដែរតែគាត់ថាគាត់ចង់បានថ្មដឹងគុណហ្នឹងហើយមិត្តភក្តិផងគាត់លោក Praver នេះគឺគាត់សម្រេចចិត្តថានឹងទៅរកថ្មបាទនៅក្នុងស្ទឹងបាទតាមកន្លែងដែលអាចនឹងរកថ្មនឹងបានក៏រកអាថ្មណារៀងស្អាតហើយក៏បានផ្ញើទៅកាន់មិត្តភក្តិផងគាត់ដែលនៅអាហ្វ្រិកខាងត្បូងហ្នឹងវាគ្រាន់តែជាថ្មដែលខ្ញុំរើសបាននៅតាមផ្លូវប៉ុណ្ណោះលោកអ្នកដឹងទេខ្ញុំនិយាយថាមានអីបានតើប៉ុន្តែខ្ញុំត្រូវតែស្វែងរកថ្មដែលពិសេសដូច្នេះខ្ញុំក៏បានទៅស្ទឹងរកថ្មដែលស្អាតហើយផ្ញើទៅឲ្យគាត់4-5 ខែក្រោយមកខ្ញុំក៏បានទទួលសារពីគាត់និយាយថាគុណប្រិយរបស់គាត់បានធូរស្រាលហើយឥឡូវនេះគេមិនគ្រាន់បើមែនទែនហើយគាត់បានថែមថាយើងត្រូវតែដឹងពីអ្វីមួយយ៉ាងគាត់និយាយថាយើងបានលក់ដុំថ្មរាប់លានដុំក្នុងមួយដុំបាទហើយបរិះម្នាក់ហ្នឹងក៏គាត់បានយកអាដុំថ្មដែលមិត្តភក្តិផងគាត់នឹងផ្ញើឲ្យហើយដាក់ឈ្មោះថាថ្មដឹងគុណបាទឬក៏ថ្មនៃការរំលឹកគុណហើយបានធ្វើការផ្សព្វផ្សាយលក់ដុំថ្មហ្នឹងក្នុងមួយដុំគឺតម្លៃ$10បាទគឺច្រើនមែនទែនហើយបន្តមកទៀតក៏គាត់បានយកអាលុយហ្នឹងទៅបរិច្ចាគបាទបរិច្ចាគបន្តទៅទៀតតម្លៃ$10ក្នុងថ្មមានគុណហើយប្រាក់ដែលយើងលក់បាននោះគឺយើងទុកឲ្យមូលនិធិសប្បុរសធម៌នៅមានទៀតនៅពេលដែលខ្ញុំសំណូមពរឲ្យលោកអ្នកឲ្យធ្វើនៅពេលនេះគឺផ្លាស់ប្ដូរជីវិតរបស់ខ្លួនចំណុចនេះគឺធំធេងខ្លាំងណាស់រកពីអ្វីមកប្រៀបធៀបពុំបានទេហើយឥទ្ធិពលរបស់វាធំប៉ុណ្ណាសម្រាប់លោកអ្នកបាទខ្ញុំបន្ថែមកន្លែងនេះបន្តិចទៀតកន្លែងហ្នឹងគាត់គ្រាន់តែចង់និយាយថាការដែលយើងយកថ្មមកហ្នឹងវាគ្រាន់តែវិធីសាស្ត្របច្ចេកទេសនៅក្នុងការផ្លាស់ប្ដូរអារម្មណ៍ទេសម្រាប់បងប្អូនទាំងអស់គ្នាចង់ធ្វើយ៉ាងម៉េចធ្វើទៅបាទឬក៏អាចទៅមើលរឿងកំ pl ែងរឿងស្អីដែលធ្វើឲ្យបងប្អូនទាំងអស់គ្នាអាចផ្លាស់ប្ដូរអារម្មណ៍ពីភាពសោកសៅមកជាការសប្បាយចិត្តវិញបាទឬក៏អារម្មណ៍នៃការរំភើបវិញមានថាបន្ទាប់ពីយើងរំភើបតទៅជាមួយនឹងការផ្លាស់ប្ដូរអារម្មណ៍ផងយើងហើយសូមបងប្អូនទាំងអស់គ្នាកុំភ្លេចយើងបញ្ចូលអាចកំបាំងមួយគឺការសម័យទៅឃើញរូបភាពខ្សែជីវិតផងយើងដែលយើងចង់បានជាទូទៅវាប្រហែលជាពិបាកសម្រាប់បងប្អូនទាំងអស់គ្នាដែលកំពុងតែពិបាកចិត្តហើយឲ្យយើងនឹងទៅសម័យឃើញតទៅជាមួយនឹងរូបភាពបាទតាមដែលយើងចង់បានហ្នឹងវាពិបាកអញ្ចឹងនៅត្រង់កន្លែងនេះគឺបងប្អូនទាំងអស់គ្នាគ្រាន់តែបាទធ្វើឲ្យខ្លួនឯងមានអារម្មណ៍សប្បាយរីករាយឬក៏រំភើបហើយបន្តមកទៀតគឺយើងអាចសម័យទៅជាមួយនឹងខ្សែជីវិតណាមួយដែលយើងចង់បានហ្នឹងដោយឯងហើយបាទមិនពិបាកទៀតទេកន្លែងហ្នឹងវិធីអប់រំលយោជំងឺស្វិតដៃជើងហើយមកបង្កើតនៅក្នុងអំឡុងទសវត្សរ៍ទី60និង80នៅក្នុងកម្មវិធីអូឡ িম্প ពិកគេឲ្យឈ្មោះថា Visual Motor Rehearsal ពេលដែលយើងមើលឃើញទើបយើងអាចថ្លឹងថ្លែងបានចំណុចសំខាន់នៃទឹកចិត្តគឺការចូលរួមកីឡាអត្តពលបាទហើយដំណាក់កាលមួយទៀតបើសិនជាបងប្អូនទាំងអស់គ្នាអានសភៅប្រហែលជាប៉ះពាក្យបាទគេទៅសេថាមនោភាពបាទការសាងមនោភាពអញ្ចឹងនៅក្នុងខ្សែវីដេអូនេះគឺដល់ចំណុចពិសេសហើយគឺការប្រើប្រាស់រូបភាពនៃគំនិតបាទដែលខ្ញុំតែងតែហៅថារូបភាពនៃអារម្មណ៍នៅក្នុងការគិតផងយើងអញ្ចឹងកន្លែងនេះគឺជាការលេងជាមួយនឹងអារម្មណ៍មានន័យថាប្រៀបបានដូចជាការបិទពួនជាមួយនឹងអារម្មណ៍អញ្ចឹងហើយបន្តមកទៀតយើងនឹងឃើញនៅក្នុងសាច់រឿងគាត់បានធ្វើការតេស្តសាកល្បងទាក់ទងជាមួយនឹងអត្តពលិកបាទអត្តពលិកហ្នឹងគឺអ្នករត់ហើយគាត់ឲ្យអត្តពលិកម្នាក់ហ្នឹងធ្វើការសម័យទៅលើរូបភាពថាខ្លួនឯងហ្នឹងកំពុងតែរត់នៅលើដងផ្លូវយ៉ាងស្វិតស្វាញនៅពេលនោះគេបានភ្ជាប់ទាក់ទងជាមួយឧបករណ៍បាទកន្លែងចរន្តឈាមក៏ដូចជាដំណើរការខួរក្បាលហ្នឹងទើបគេដឹងថាអូតាមពិតទៅខួរក្បាលផងយើងបែងចែកមិនដាច់ទេតាក់ទងជាមួយនឹងរូបភាពពិតឬក៏រូបភាពคล้ายៗនោះទេសំខាន់ឲ្យតែអ្នកសម័យតាក់ទងជាមួយនឹងរូបភាពហ្នឹងគឺខួរក្បាលផងយើងព្រមទាំងកោសិកាទាំងឡាយវានឹង respond មានន័យថាវានឹងព្រមទទួលយកដោយពុំមានលក្ខខណ្ឌទេហើយចុងក្រោយប្រយោគមួយដែលគេបាននិយាយថាកាលណាចិត្តរបស់អ្នកបានទៅដល់កន្លែងណានោះខ្លួនរបស់អ្នកក៏នឹងបានទៅដល់កន្លែងហ្នឹងដែរបាទពលកម្មអូឡ িম্প ពិកបន្ទាប់មកគឺយើងភ្ជាប់មកជាមួយឧបករណ៍ Biofeedback back ហើយឲ្យវារត់ទៅក្នុងដួងចិត្តរបស់គេមិនគួរជឿកីឡាករសំខាន់សាច់ដុំដូចគ្នាគោលដៅតែមួយនៅពេលដែលគេរត់ការប្រកួតពានរង្វាន់គឺនៅក្នុងចិត្តរបស់គេនៅពេលដែលគេកំពុងតែរត់នៅលើផ្លូវមិនក៏ទៅជាយ៉ាងអញ្ចឹងពីព្រោះទឹកចិត្តមិនអាចបែកចែកអ្វីដែលលោកអ្នកកំពុងតែធ្វើទេឬមួយគ្រាន់តែជាការវឹកហាត់បាទខ្ញុំសូមបន្ថែមកន្លែងនេះបន្តិចទៀតសង្ខេបខ្លីចង់និយាយថារឿងអតីតកាលក៏ដោយរឿងបច្ចុប្បន្នក៏ដោយរឿងអនាគតដែលត្រឹមតែជាក្តីសម័យឬក៏ការសម័យក៏ដោយខួរក្បាលផងយើងវាមិនអាចបែងចែកថាអានឹងវាយ៉ាងណាទេសំខាន់ឲ្យតែអ្នក visualize ឲ្យតែអ្នកសម័យទៅលើរូបភាពមួយហ្នឹងគឺខ្លួនប្រាណផងយើងវាទាញយើងចូលទៅកាន់ពិភពមួយហ្នឹងចូលទៅកាន់ចក្រវាលមួយហ្នឹងដោយឯងបាទពិសេសមែនទែនកន្លែងហ្នឹងខ្ញុំគិតថាបើសិនជាលោកអ្នកនៅក្នុងដួងចិត្តយកតែខ្លួនទៅកាន់ទីនោះ
ពេលដែលយើងមើលឃើញពេលដែលយើងឃើញរូបភាពលេងសើចនៅក្នុងចិត្តរបស់ពួកយើងដូច្នេះយើងត្រូវតែដឹងពីលទ្ធផលចុងក្រោយរបស់ពួកវាចូលពិនិត្យមើលខ្នងដៃរបស់យើងទាំងអស់គ្នាមែនណាសូមពិនិត្យមើលទៅលើខ្នងដៃសម្បុរស្បែករបស់យើងស្នាមជ្រួញសរសៃឈាមចិញ្ចៀនក្រចៅដៃហើយកញ្ចៅដៃคล้ายៗមើលឃើញយ៉ាងលម្អិតនៅចំពោះកែវភ្នែកដែលកំពុងតែបើកបន្ទាប់បាទហើយកន្លែងនេះប្រហែលជាបងប្អូនទាំងអស់គ្នាឆ្ងល់ថាទេបានជាទៅជាបុរសម្នាក់គាត់លើកដៃលើកជើងអញ្ចឹងកន្លែងនេះគាត់ចង់និយាយថាសូមឲ្យអ្នកហ្នឹងបាទសាក់លបងនៅក្នុងការបង្កើតយើងឲ្យឈ្មោះថាចក្រវាលសព្វនិមិត្តមានថាយើងគ្រាន់តែក៏លើទៅមើលដៃរបស់អ្នកឃើញមានបជ្រុយអ្នកឃើញមានកញ្ចក់អ្នកឃើញមានស្នាមបន្តមកទៀតបន្ទាប់ពីអ្នកឃើញអញ្ចឹងហើយសូមអ្នកមើលវាឲ្យចាំនៅក្នុងខួរក្បាលហើយបើសិនជាអាចអ្នកសូមចាំទៅតងជាមួយនឹងទម្រង់ដៃរបស់ខ្លួនឯងបាទម្រាមដៃវែងម្រាមដៃខ្លីទាំងអស់ហ្នឹងហើយបិទភ្នែកឲ្យឃើញម្រាមដៃវែងម្រាមដៃខ្លីមានបជ្រុយមានអីហ្នឹងកំពុងតែកាន់នៅលើចង្កូតឡានបាទយ៉ាងមានក្តីសុខបាទកន្លែងនេះក៏មកយើងឃើញម្រាមដៃរបស់លោកគាត់ជំវិញនៃចង្កូតរថយន្តសេរីថនមួយពិតប្រកបនៅក្នុងឱកាសនេះវាធ្វើឲ្យលោកអ្នកមិនមានអារម្មណ៍មិនត្រូវការរថយន្តព្រោះអារម្មណ៍នេះវាដូចជាលោកអ្នកមិនមានរថយន្តរួចទៅហើយវាគឺជាអារម្មណ៍កន្លែងនេះគេឲ្យឈ្មោះថាអារម្មណ៍នៃការទទួលនៅពេលដែលយើងតែងតែធ្វើអញ្ចឹងយើងបានទៅដល់កន្លែងហ្នឹងវាហាក់បីដូចជាអារម្មណ៍ផងយើងលេងមានអារម្មណ៍ខ្វះខាតទៅជាមួយនឹងរឿងឡានហ្នឹងទៀតហើយមានថាយើងដូចជាមិនសូវចង់បានទេហេតុតែបានជាអញ្ចឹងព្រោះយើងបានទៅដល់កន្លែងហ្នឹងមានន័យថាយើងមានឡានហ្នឹងរួចបាត់ទៅហើយគាត់ចង់និយាយអញ្ចឹងណាអញ្ចឹងអាហ្នឹងគេឲ្យឈ្មោះថាអារម្មណ៍នៃការទទួលហើយចង់និយាយថាបើទោះបីជាគេនិយាយទៅជាមួយនឹងរឿងឡានថ្លៃឬក៏ឡានតម្លៃប៉ុណ្ណេះក៏យើងអត់មានអារម្មណ៍ថាវាដូចជាភ្ញាក់ផ្អើលទៀតផងព្រោះយើងបានទៅដល់កន្លែងហ្នឹងហើយមានន័យថាយើងមានរបស់ហ្នឹងនៅក្នុងចិត្តផងយើងរួចបាត់ទៅហើយបាទកន្លែងហ្នឹងគឺអត្ថន័យអញ្ចឹងហើយកន្លែងហ្នឹងខ្ញុំសូមបន្ថែមអត្ថន័យឲ្យលើសពីហ្នឹងគឺនៅពេលដែលបងប្អូនទាំងអស់គ្នាចាប់ផ្ដើមមេណូមានន័យថាប្រើប្រាស់រូបភាពនៅក្នុងចិត្តផងយើងបាទនៅក្នុងគណៈពេលហ្នឹងសូមបងប្អូនទាំងអស់គ្នាបញ្ចូលបំណងប្រាថ្នាមនោសញ្ចេតនាពាក្យថាបំណងប្រាថ្នាមនោសញ្ចេតនាហ្នឹងគឺជាក្តីស្រឡាញ់ពាក្យថាក្តីស្រឡាញ់គឺជាអារម្មណ៍នៃការរំភើបនៅក្នុងរឿងហ្នឹងហេតុការណ៍ហ្នឹងបាទទៅធ្វើឲ្យអារូបភាពមួយហ្នឹងវាកាន់តែមានឥទ្ធិពលនៅក្នុងការស្រូបទាញការឆក់ទាញនៅពិភពខាងក្រៅហ្នឹងបាទចូលមកកាន់ពិភពខាងក្នុងមានន័យថាដើម្បីឲ្យបងប្អូនទាំងអស់គ្នាហ្នឹងបានជួបជាមួយនឹងពិភពខាងក្រៅកាន់តែលឿនប៉ុណ្ណឹងដែរដែលបង្កើតអារម្មណ៍តាក់ទាញបំផុតមិនត្រឹមតែជារូបភាពនៅក្នុងគំនិតតែប៉ុណ្ណោះទេខ្ញុំគិតថាមនុស្សជាច្រើនពួកគេបានគិតបើខ្ញុំមានគំនិតអវិជ្ជមានឬមើលឃើញពីអ្វីដែលខ្ញុំចង់បានវាមិនគ្រប់គ្រាន់ទេប៉ុន្តែបើយើងធ្វើបែបនេះហើយនៅតែមិនសម្បូរបែបឬក៏យ៉ាងម៉េចនោះអត់បញ្ហាទេសម្រាប់ទឹកចិត្តរបស់ខ្ញុំគឺចង់បានអំណាចនៃការតាក់ទាញតែប៉ុណ្ណោះឯងនេះហើយគឺជាកន្លែងអកំបាំងរំកិលចូលទៅសកម្មភាពលោកអ្នកបានដាក់ខ្លួនឯងនៅក្នុងអារម្មណ៍មួយគិតថាស្ថិតនៅក្នុងរថយន្តអត់ទេខ្ញុំចង់បានរថយន្តថ្ងៃណាមួយខ្ញុំត្រូវតែមានរថយន្តពីព្រោះបើមានរថយន្តអារម្មណ៍របស់យើងគឺកាន់តែងាយស្រួលវាមិន1ម៉ោង2ម៉ោងទេមិនមែនថាលោកអ្នកដឹងពីអ្វីទេបើយើងស្ថិតនៅក្នុងអារម្មណ៍បែបនេះក៏ដូចស្ថិតនៅក្នុងអនាគតដែរអារម្មណ៍រីកបាទស្ដាប់ឲ្យតន់ណាកន្លែងនេះគាត់និយាយថាគាត់បញ្ជាក់និយាយទៅគាត់បញ្ជាក់បន្ថែមក៏បានប្រាប់ថាពេលខ្លះយើងចង់ដែរប៉ុន្តែអារម្មណ៍ផងយើងវាបានស្ថិតនៅក្នុងអនាគតអញ្ចឹងបើសិនជាអារម្មណ៍ផងយើងវាស្ថិតនៅក្នុងអនាគតអញ្ចឹងវាធ្វើឲ្យយើងនឹងនៅតែសម័យមិនបានប្រើប្រាស់អាចកំបាំងនឹងឲ្យមានប្រសិទ្ធភាពទេមានន័យថាយើងនៅតែស្ថិតនៅក្នុងពិភពនៃអនាគតដដែលចង់និយាយថាប្រើប្រាស់ដែរតែរឿងរ៉ាវទាំងអស់ហ្នឹងវាអត់កាត់ឡើងចំពោះយើងទេដោយសារតែយើងបានដាក់គំនិតផងយើងហ្នឹងទៅក្នុងអនាគតជារឿយៗអញ្ចឹងអនាគតវាមិនចេះអស់ទេវាមានជាបន្តមកទៀតអញ្ចឹងស្អែកទៀតដែលយើងគិតថាយើងចង់បានឡានអញ្ចឹងណាឧទាហរណ៍អញ្ចឹងប៉ុន្តែអារម្មណ៍ផងយើងវាស្ថិតនៅក្នុងអនាគតអញ្ចឹងយើងទៅដល់ស្អែកអញ្ចឹងអារម្មណ៍ផងយើងវានឹងលោតទៅអនាគតមួយទៀតស្អែកមួយទៀតបាទស្អែកមួយទៀតអញ្ចឹងកន្លែងហ្នឹងខ្ញុំសូមសង្ខេបខ្លីថាគាត់ចង់និយាយថាចេះគាត់ចង់និយាយថាសូមឲ្យអ្នកហ្នឹងប្រើប្រាស់អារម្មណ៍មួយប្រភេទដែលហាក់បីដូចជាអ្នកហ្នឹងមានរបស់ហ្នឹងនៅក្នុងគណៈពេលនេះរួចបាត់ទៅហើយនេះដែលជាចក្រវាលសព្វនិមិត្តដែលអ្នកបានខ្លាយបន្លំទៅជាមួយនឹងអារម្មណ៍បែបហ្នឹងឯងដែលអ្នកហ្នឹងនឹងទទួលបានបាទភ្លាមទៅតាមហ្នឹងដែរឧទាហរណ៍ថាបើសិនជាអារម្មណ៍ផងយើងវាខ្លាំងក្លាប៉ុណ្ណាអញ្ចឹងក៏យើងកាន់តែបានជួបវាខ្លាំងក្លាប៉ុណ្ណឹងដែរបាទរីករាយអារម្មណ៍សប្បាយមិនថាស្ថិតនៅក្នុងកលៈទេសៈទីងងឹតឬទីស្ងាត់នៅក្នុងបន្ទប់នោះទេលោកអ្នកត្រូវតែស្រែកថាធ្វើទៅមនុស្សជាច្រើននិយាយថាមែនហើយខ្ញុំចាំបាច់ត្រូវតែធ្វើបែបនេះបាទហើយកន្លែងនេះគាត់បានបន្ថែមកលឹះមួយទៀតថាដើម្បីធ្វើឲ្យយើងនឹងមានអារម្មណ៍ទាក់ទងជាមួយនឹងថាយើងនឹងដូចជាមានរបស់នឹងនៅក្នុងបច្ចុប្បន្នគណៈនេះនឹងម្លេះអញ្ចឹងសូមអ្នកស្រែកឲ្យខ្លាំងបើនៅម្នាក់ឯងណាបញ្ចេញអារម្មណ៍ធ្វើយ៉ាងម៉េចយើងមិនចាំបាច់ខ្មាស់ណាគេទេព្រោះយើងនៅតែម្នាក់ឯងអញ្ចឹងបាទយើងប្រឡែងអារម្មណ៍ឲ្យអស់បាទបើសិនជាយើងចង់ស្រែកក៏ស្រែកទៅបើសិនជាយើងចង់បាទយើងចង់លក្ខណៈថាអង្គុយលើពូកយើងគិតថាហ្នឹងគឺជាឡានក៏បានដែរយើងធ្វើមិនទៅកន្លែងហ្នឹងគឺចង់និយាយថាយើងបញ្ចេញអារម្មណ៍ឲ្យអស់បាទបញ្ចេញឲ្យអស់តើលោកអ្នកចង់ផ្លាស់ប្ដូរបែបណាទេនៅពេលនេះអារម្មណ៍នឹងការមើលឃើញផ្ទៃផ្នែកខាងក្នុងនឹងត្រូវបានបើកចំហតាមរយៈនៃចក្រវាលដែលត្រូវបានសម្ដែងឡើង
បាទអរគុណច្រើនសម្រាប់ការតាមដានទាក់ទងជាមួយនឹងការទស្សនាវីដេអូមួយនេះហើយកន្លែងនេះគេឲ្យឈ្មោះថាគឺជាការសាងមនោភាពហើយខ្ញុំបញ្យល់ចេះបើសិនជាបងប្អូនទាំងអស់គ្នាគិតថាពិបាកយល់ទៀតសូមបងប្អូនទាំងអស់គ្នាទៅរកមើលវីដេអូនៅក្នុង channel ផងខ្ញុំផ្ទាល់ដែលខ្ញុំបាននិយាយទាក់ទងជាមួយនឹងបាទការសាងមនោភាពបាទឬក៏វីដេអូផ្សេងៗទៀតដែលទាក់ទងគ្នាអញ្ចឹងនៅពេលដែលបងប្អូនទាំងអស់គ្នាទៅស្ដាប់ឲ្យបានកាន់តែច្រើនអញ្ចឹងយើងក៏នឹងមានសមត្ថភាពនៅក្នុងការអាចលេងជាមួយនឹងអារម្មណ៍បានកម្រិតនឹងដែរមានថាពេលខ្លះអារម្មណ៍ផងយើងខ្វះភាពជឿជាក់ដោយសារតែយើងខ្វះអត្ថន័យបែបសំយោគបាទពេលខ្លះយើងអត់បានសិក្សាច្រើនឬក៏អត់បានស្ដាប់បានឮបានឃើញច្រើនទាក់ទងជាមួយនឹងផ្នែកនឹងចំណុចហ្នឹងដល់ពេលអញ្ចឹងអារម្មណ៍ផងយើងចង់បង្កើនប៉ុណ្ណាក៏ដោយគឺมันអាចទៅមុខបានទេវាប្រៀបបានដូចចលានហ្នឹងចង់បើកលឿនប៉ុណ្ណាក៏ដោយបើសិនជាឡានហ្នឹងធម្មពលវាតែប៉ុណ្្នឹងទេយើងទៅបានតែប៉ុណ្្នឹងទេបាទសូមអរគុណ